រឿងហួសចិត្តបងប្អូនព្រឹកមិញខ្ញុំខំបន្ទាប់ពីហាត់ប្រាណហើយក៏ទៅផ្សារតាំងពីព្រលឹមហើយជាម៉ោង6កន្លះទៅដល់អ្នកលក់មាន់គាត់ថាមាន់អត់ទាន់មកដល់ទេឲ្យខ្ញុំនៅចាំគាត់ថាប្រហែលជាកន្លះម៉ោងអញ្ចឹងខ្ញុំត្រូវទៅធ្វើការម៉ោង8ទៀតហើយទៅផ្សាររៀងឆ្ងាយពីផ្ទះដែរដល់ពេលអញ្ចឹងក៏នៅចាំគាត់ដល់ពេលហើយគួមាន់មកដល់ក៏ភ្លេចឲ្យគាត់កាប់តែគាត់កាប់ហើយក៏យកតែមាន់មកក៏ភ្លេចទិញគ្រឿងឆាក្តៅក៏ដូចជាម្រះព្រៅអីផ្សេងៗអញ្ចឹងណាមាន់ក៏មិនបានឲ្យកាប់អីទៀតហើយដល់ពេលមកដល់ផ្ទះក៏ម៉ោងវិគៀនម៉ោងធ្វើការទៀតអញ្ចឹងក៏អឺនិយាយទៅគឺឆាក្តៅអត់ចេញបដ ாய் បាទហើយនឹងគឺឆាក្តៅអត់ចេញដំណោះហើយក៏ប្រពន្ធខ្ញុំគាត់សួរថាចុះឲ្យខ្លាចឆាក្តៅសាច់មាន់អីមិនក៏មាន់ក៏មិនកាប់គ្រឿងដូចជាម្ទេសអីផ្សេងៗអីហ្នឹងមិនក៏ដូចជាម្រះព្រៅមានអីមិនក៏ឃើញទិញអីមកអញ្ចឹងហើយឆាក្តៅរបៀបម៉េចខ្ញុំក៏កប់យកបោះឈឹងបាទបើភ្លេចទៅហើយអញ្ចឹងក៏ប្រាប់គាត់ថាឥឡូវស្ងោរជ្រក់សាច់គោម្ល៉េះសាច់គោយើងក៏នៅបន្លែក៏មានគ្រឿងក៏មានអញ្ចឹងស្ងោរជ្រក់សាច់គោបណ្ដោយទៅអញ្ចឹងក៏ទៅជាបំណងចង់ញ៉ាំមាន់ឆាក្តៅប៉ុន្តែឥឡូវមកទៅជាស្ងោរជ្រក់សាច់គោទៅវិញអស់និយាយបងប្អូនអរគុណដែលបានតាមដានវីដេអូចាំជួបគ្នានៅវីដេអូក្រោយគឺឆាក្តៅសាច់មាន់បាយបាយ